បាទសួស្តីបងប្អូនបាទបងប្អូនដែលមានម៉ូតូស៊េរីទៀបដូចជាម៉ូតូគាត់នេះគឺបងប្អូនអាចនឹងយកមកធ្វើការកែច្នៃដោយគាត់ចេះបានដោយសារម៉ូតូគាត់នេះយើងចំណាស់ដែរបាទលក់ក៏មិនបានថ្លៃប៉ុន្មានដែរតែម៉ូតូនេះគឺវាម៉ាស៊ីនស្អាតអញ្ចឹងគាត់ធ្វើការច្នៃមកច្នៃនេះគឺជារៀនបាទសម្រាប់បងប្អូនដែលមានម៉ូតូឬគាត់ឲ្យចង់បានម៉ូតូដឹកច្រើនខ្លាំងអញ្ចឹងគឺគាត់ច្នៃជារៀនចេះបាទសម្រាប់ធ្វើការដឹកបាទគឺគាត់កែច្នៃកន្លែងចាប់បូមនេះគឺគាត់ចាប់ទៅខាងក្នុងនឹងហើយខាងក្រោយនេះគឺគាត់មានផ្សារដៃជើងនេះទៅខាងចាប់កាងវានឹងរៀននេះគឺដឹកទៅបានច្រើនមែនតើសម្រាប់ម៉ូតូនេះដែរបាទបើសិនណាជាបងប្អូនដែលមានម៉ូតូចាស់មិនចង់លក់ហើយធ្វើការកែច្នៃដឹកគឺអាចធ្វើការកែច្នៃដូចគាត់ចេះបានបាទណាហើយម៉ូតូនេះស៊េរីវាគឺជា Wave SI 125បាទជាប្រភេទម៉ូតូម៉ាស៊ីនអសង្ខដែលនេះដូចជាម៉ាស៊ីនអសង្ខដែរហ្នឹងហើយអូនេះមើលទៅម៉ាស៊ីនដៃជើងនេះគឺហាត់អញ្ចឹងគាត់កែច្នៃអញ្ចឹងគឺអាចដឹកបានអីវ៉ាន់គឺដឹកបានច្រើនម៉ូតូនេះគាត់ចង់លក់ដែរបាទចង់លក់ដែរនេះជាវីដេអូមួយដែលខ្ញុំធ្វើដើម្បីចែកម្លែកដល់បងប្អូនដែលគាត់មានម៉ូតូហើយមិនចង់លក់ហើយនឹងម៉ូតូដែលគាត់ប្រើប្រាស់ហ្នឹងគឺគាត់ចង់ដឹកអីវ៉ាន់ហ្នឹងបានច្រើនគឺគាត់ច្នៃនឹងចេះបានបាទនេះកែបគេគឺកាត់ទុកមានឃ្លុបបាទមានឃ្លុបដែលអីវ៉ាន់វាធំទោះបីជាយើងជិះកាត់ភ្លៀងកាត់អីចឹងទៅគឺយើងប្រើឃ្លុបហ្នឹងដាក់អីវ៉ាន់វាមិនសូវប្រទឹកដូចជាលុយឬក៏ទូរស័ព្ទដៃអីទៅហ្នឹងហើយធ្វើការកាត់ដូចគាត់ចេះអែមែនតើកែបនេះបញ្ជាក់ស្ដែងគឺម៉ូតូហ្នឹងគឺកែបវាគឺជាប់វែងកែបវាវែងមកជាប់គ្នាអញ្ចឹងទៅគាត់ធ្វើការច្នៃកាត់ពាក់កណ្ដាលហើយគឺសម្រាប់ដាក់អីវ៉ាន់នេះបានច្រើនហើយឃ្លុបនេះធំមែនតើសម្រាប់ដាក់អីវ៉ាន់បានច្រើនហើយរៀននេះមាំដៃក្រាស់គឺដឹកអីវ៉ាន់បានច្រើនសម្រាប់គាត់ធ្វើការច្នៃហ្នឹងច្នៃគឺបានច្រើនមែនតើបាទហើយវីដេអូគឺមានតែប៉ុណ្្នឹងដែរសម្រាប់ចែកជូនដល់បងប្អូនដែលគាត់ចង់បានការកែច្នៃឬក៏មានម៉ូតូដូចគាត់អីធ្វើការចង់កាត់ឬចង់ដឹកអីគឺយើងអាចមើលវីដេអូនេះបានបាទសម្រាប់ម៉ូតូដែលមានកែបវែងមានឃ្លុបធំអញ្ចឹងគឺកែដូចគាត់អញ្ចឹងគឺស្អាតមែនតើបាទហើយសម្រាប់វីដេអូដែលខ្ញុំធ្វើគឺមានតែប៉ុណ្ណឹងហើយក៏សូមអរគុណដល់បងប្អូនដែលតែងតែជួយគាំទ្រនៅវីដេអូខ្លីៗរបស់ខ្ញុំដែលតែងតែថតនៅសកម្មភាពប្លែកសម្រាប់ចែកជូនបងប្អូនទាំងអស់ដែលនៅក្នុងបណ្ដាញអរគុណច្រើន